ចែករំលែកពាក្យមួយចំនួនការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងអានេះគឺលើកយកពាក្យដែលទាក់ទងទៅនឹងបាទរាងកាយរបស់យើងបាទមានបាទពាក្យនៅក្នុងរាងកាយរបស់យើងមានច្រើនអញ្ចឹងគឺដើម្បីសិក្សារៀនពីការរាងកាយរបស់យើងជួបជាមួយនឹងឈឺដៃឈឺជើងឬក៏ឈឺនៅកន្លែងណាមួយនោះយើងអាចជាប់នៅបរិបទស័ព្ទនេះហើយនិយាយប្រាប់តកែក៏ដូចជាមេការរបស់យើងនៅពេលដែលយើងកំពុងធ្វើការឬក៏បំពេញការងារនៅកន្លែងណាមួយឬក៏នៅក្នុងក្រុមហ៊ុនណាមួយនៅក្នុងប្រទេសជប៉ុនយើងអាចយកទៅប្រើបាននៅកម្មវិធីចាំបាច់ណាមួយដែលយើងត្រូវប្រើណាបាទអញ្ចឹងគឺដើម្បីឲ្យងាយស្រួលប្រើគឺយើងត្រូវមានគេហៅថាយកគំរូក៏ដូចជាគេហៅថាមីហុងបាទដើម្បីយកទៅសិក្សាក៏ដូចជារៀនបន្តិចទៅនៅពេលដែលយើងឈឺឬក៏យើងប៉ះចំកន្លែងណាដែលយើងឈឺហ្នឹងយើងជាប់មួយនៅបរិបទស័ព្ទក៏ដូចជាពាក្យរបស់យើងទៅគឺយើងអាចប្រាប់គាត់ថាយើងដឹងថាកន្លែងឈឺឬក៏កន្លែងហ្នឹងមានបញ្ហាជាដើមបាទអញ្ចឹងគឺដើម្បីកុំឲ្យខាត់ពេលយូរយើងនឹងទៅចូលសិក្សានិងរៀនតែប្រយោគពាក្យនៅក្នុងរាងកាយរបស់យើងមានច្រើនបាទតែខ្ញុំលើកយកមកតែមួយចំនួនតែប៉ុណ្ណោះដើម្បីធ្វើជាបទបង្ហាញក៏ដូចជាគំរូទៅដល់ពុទ្ធសាសនិកគ្នាដើម្បីយកទៅសិក្សាស្វែងយល់អំពីបាទពាក្យដែលយើងបង្កើតនៅប្រយោគមួយខ្លីៗយកទៅប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងគឺពាក្យប្រយោគទី1គឺយើងយកមកគឺបាទពីអីដែរបាទគឺពាក្យថាម៉ែនេះគឺប្រែថាភ្នែកមែនទេបាទម៉ែអញ្ចឹងកន្លែងនេះគឺមានបរិបទស័ព្ទកៈហើយអ៊ីតៃអញ្ចឹងមេហ្គាអ៊ីតៃឬក៏មេអ៊ីតៃបាទកន្លែងហ្នឹងនៅពេលដែលយើងប្រើការចាំបាច់ឬក៏គេថាប្រយោគនិយាយបាទភាសានិយាយយើងមិនបាច់ចាំប្រើនៅកៈក៏បានដែរបាទមេអ៊ីតៃឬក៏មេហ្គាអ៊ីតៃបាទបើសិនបើភាសាសរសេរយើងត្រូវតែដាក់វាដើម្បីឲ្យមានបរិបទស័ព្ទគេហៅថាទម្រង់វិជ្ជាកររបស់វាប្រមាណត្រឹមត្រូវអ៊ីតៃនេះគឺប្រែថាឈឺបាទឈឺមេហ្គាអ៊ីតៃប្រែថាឈឺភ្នែកណាបាទមេហ្គាអ៊ីតៃឈឺភ្នែកណាសាជោវតាស៊ីមេហ្គាអ៊ីតៃですលោកប្រធានភ្នែកខ្ញុំឈឺណាបាទអូខេតោះអញ្ចឹងយើងតទៅប្រយោគមួយទៀតបាទប្រយោគមួយទៀតគឺអត្តមៈនេះគឺប្រែថាក្បាលណាបាទគឺពាក្យរបស់យើងដាក់នៅក្នុងគឺវាមានន័យកាយគឺអត្តមៈអញ្ចឹងយើងឈឺក្បាលអត្តមៈអ៊ីតៃណាបាទឈឺក្បាលមានន័យថាយើងឈឺពេញក្បាលយើងណាឈឺក្បាលមកមុខអាស័យទៅអត្តមៈអ៊ីតៃណាបាទអញ្ចឹងប្រែថាឈឺក្បាលអញ្ចឹងវាស្រួលទេប្រយោគរបស់យើងបាទសិក្សាថ្ងៃនេះតែបើសិនមកយើងមិនចេះនៅប្រយោគស្រួលហ្នឹងទេវាអាចនៅពេលដែលយើងរនិយាយឬក៏យើងចង់និយាយទៅកាន់តកែក៏ដូចមេការរបស់យើងនឹងវានិយាយចេញបាទអញ្ចឹងគឺយើងសិក្សាប្រយោគងាយៗនឹងសិនដើម្បីឲ្យឈានទៅរកប្រយោគដែលស៊ីជម្រៅឬក៏វាក្រាន់និយាយថាលំបាកជាងនឹងបន្តិចណាបាទអញ្ចឹងយើងចេះស្រួលសិនក៏វាអត់តន់ពេលដែរអូខេតោះបន្តទៀតហើយបន្តទៀតគឺយើងចូលទៅដល់ពាក្យថា Karada ពាក្យ Karada នោះគឺមានន័យថាតាំងពីចុងសក់រហូតដល់ចុងជើងបាទ Karada ប្រែថារាងកាយណាបាទរាងកាយឬក៏សារពាង្គកាយយើងតាំងពីចុងជើងរហូតដល់ចុងសក់រហូតដល់ជើងអញ្ចឹងគេថា Karada ga itai ប្រែថាឈឺខ្លួនបាទឈឺខ្លួនឬក៏ឈឺរាងកាយរបស់យើងឈឺខ្លួនបាទឬក៏ឈឺរាងកាយបាទតែកម្រណាដែលគេអត់ទៅនិយាយពីថាឈឺរាងកាយទេគឺថាឈឺខ្លួនហ្នឹងហាត់កីឡាឬក៏រត់ហាត់កីឡាលេងបាញ់បាល់គឺឈឺខ្លួនអញ្ចឹងគឺ Karada ga itai ណាបាទបន្តទៀតគឺ Nodo បាទ Nodo នេះគឺថាកនេះបាទពាក្យកមែនទេបាទ Nodo នោះក Nodo ga itai ឬក៏ Nodo itai បាទយើងប្រើបានទាំងពីរចំពោះការប្រើមានបរិបទស័ព្ទក៏បានណាពាក្យមួយក្រហមនេះ Nodo ga itai ក៏អូខេ Nodo itai ក៏អូខេមានន័យថានិយាយទៅគឺត្រូវបានស្ដាប់យូរតាពីរ
បាទបែបតែម្ដងបាទតែបើយើងប្រើនៅក្នុងភាសាសរសេរមានន័យយើងសរសេរដាក់នៅក្នុងសភៅឬក៏ដូចជានៅក្នុង note នៅកន្លែងណាមួយយើងត្រូវប្រើបរិវារស័ព្ទកជាដាច់ខាតត្រូវតែប្រើបរិវារស័ព្ទកជាដាច់ខាតមានន័យថាទម្រង់វិជ្ជាករឬក៏របៀបសរសេរកាលណាយើងអត់ប្រើនៅកនេះទេយើងប្រើនៅក្នុងទម្រង់បែបបទនៃការនិយាយគេហៅថាភាសានិយាយបាទអូខេតោះបន្តទៀតហើយតទៀតគឺហាក់នេះគឺប្រែថាថ្មិញបាទនៅក្នុងរូបនេះគឺអត់មានគេដាក់ថ្មិញមកទេប៉ុន្តែខ្ញុំចង់ប្រាប់ថាយុពីច្រើនយើងក៏ដូចជាកូនសិស្សយើងមួយចំនួនថាឈឺថ្មិញណាបាទហាហ្គាអ៊ីតៃបាទឈឺថ្មិញអញ្ចឹងហាហ្គាអ៊ីតៃです社長私は歯が痛いです部長私は歯が痛いですលោកប្រធានឬក៏ប្រធានក្រុមហ៊ុនហ្នឹងសាជួនគឺបាទខ្ញុំឈឺថ្មិញយ៉ាងមកបាទហើយតទៀតគឺអាស៊ីណាបាទអាស៊ីនេះគឺប្រែថាជើងបាទពីត្រឹមតែគេមកដល់ក្រោមគេថាអាស៊ីណាឃើញគេដាក់នៅក្នុងនោះប្រអប់ជើងមិនមែនថាប្រអប់ជើងគឺជើងអាស៊ីគឺប្រែថាពីគេរហូតដល់ចុងជើងគេថាអាស៊ីហ្គាយតៃឬក៏អាស៊ីតៃបាទគេថាឈឺជើងតទៀតហើយអូណាកាណាអូណាកាហ្នឹងពុកហ្នឹងនេះពុកអូណាកាが痛いអូណាកា痛いអូណាកាが痛いឬក៏អូណាកា痛いណាបាទឈឺពោះហើយប្រយោគងាយទេណាបាទវាអត់ពិបាកទេបាទអូណាកាが痛いណាហើយតទៀតហើយតទៀតគឺឈីហ្នឹងគឺមាត់បាទមាត់ចឹងយើងឈឺមាត់ឬកំពង់បែកមាត់អីជាដើមបាទអញ្ចឹងគឺឈីが痛い口痛い口が痛いឬក៏口痛い口が痛いឬក៏口痛いណាបាទប្រាប់បានដូចគ្នាហើយអូខេតទៀតហើយ肩が痛いនេះ肩នេះស្មាបាទស្មាយើងបាទដែលយើងលីឬក៏យើងពុនឬក៏រែកហ្នឹងវាឈឺបាទ肩が痛いឬក៏肩痛いឈឺស្មាណាបាទឈឺស្មាហើយ